សួស្តីបងប្អូនឥឡូវខ្ញុំនាំបងប្អូនមកធ្វើអន្សមក្បុងនេះគឺយើងត្រូវការអង្ករដំណើបទឹកក្បុងហើយនិងស្លឹកសម្រាប់ខ្ចប់ស្លឹកសម្រាប់ខ្ចប់យើងប្រើស្លឹកអាស័យនៅខាងនេះគឺស្លឹកអាស័យក្រៀមទេបាទហើយយើងដំបូងយើងយកអង្ករមកលាងឲ្យស្អាតអង្ករដំណើបរបស់យើងយើងលាងឲ្យស្អាតច្បងឆ្វេងស្ដាំចឹងទៅហើយយើងសម្រិតទឹកវាចោលខ្លះចឹងមកហើយលាយទឹកថ្មីចឹងទៅតតែទឹកនឹងរាងថ្លាបន្ទាប់មកយើងលើកវាទៅសម្រោះនៅក្នុងកញ្ច្រែងមួយឲ្យវាស្រស់ទឹកបន្ទាប់មកយើងយកទឹកក្បុងរបស់យើងនឹងយកមកលាយបាទអង្កររបស់យើងក្នុង1ការុងទម្ងន់25ផោនស្មើនឹងប្រហែលជា13គីឡូគឺប្រើទឹកក្បុងកន្លះលីត្រតែមួយតបហ្នឹងគឺកន្លះលីត្រប៉ុន្តែខ្ញុំវិចថ្ងៃនេះគឺអត់បាន1ការុងនឹងទេប្រហែលជា7គីឡូ6គីឡូ7គីឡូកន្លះការុងយើងប្រើទឹកក្បុងនឹងកន្លះដបនឹងបាទតែទឹកក្បុងនេះឈ្មោះថា Potassium Carbonate and Sodium Bicarbonate Solution ឬក៏ Lye Water បន្ទាប់ពីយើងលាយទឹកក្បុងនឹងទៅក្នុងអង្ករនឹងហើយលាយជាមួយទឹកផងកុំលាយតែទឹកក្បុងសុទ្ធហើយយើងច្បល់វាចឹងទៅគឺអង្កររបស់យើងនឹងឡើងទៅជាពណ៌លឿងបន្តិចបាទពេលណាដែលយើងលាយទឹកក្បុងនឹងទៅហើយអង្ករហ្នឹងមុននឹងយើងយកមកលាយហ្នឹងគឺរងចាំវាឲ្យវាស្រស់ទឹកពេលដែលយើងសម្រោះហ្នឹងឲ្យអង្ករនឹងរៀងរីកបន្តិចអញ្ចឹងទៅវាលាយទឹកក្បុងហ្នឹងវាចូលជាតិសពទៅក្នុងអង្ករបាទឥឡូវយើងលាយទឹកក្បុងហ្នឹងហើយបន្ទាប់ពីលាយហើយយើងដាក់ទឹកឲ្យលិចអង្ករបន្ទាប់មកយកទៅទុកមួយយប់ផ្អាប់អង្ករហ្នឹងទុកមួយយប់ឥឡូវមួយយប់រួចហើយបន្ទាប់ពីយើងទុកអង្ករនឹងមួយយប់ព្រឹកឡើងយើងលើកមកសម្រោះទឹកវាសម្រោះទឹកហ្នឹងមិនចាំបាច់ឲ្យស្រស់ស្ងួតខ្លាំងប៉ុន្មានទេគ្រាន់តែឲ្យស្រស់ទឹកកុំឲ្យទឹកដលាក់ទៅបានហើយយើងចាប់ផ្ដើមវិចខ្ចប់បានហើយអ្នកវិចខ្ចប់ទៅនោះបត់ឆ្វេងបត់ស្ដាំហើយវត្តទៅខាងមុខហើយយកទៅចងខ្សែគាត់ពាក់នឹងមេជើងរបស់គាត់ខ្សែហ្នឹងហើយចងចឹងទៅនេះអ្នករៀបចំខ្សែហើយនឹងអ្នកវិចទល់មុខគ្នាខ្សែហ្នឹងក្នុងមួយចកោមពេលណាដែលយើងវិចទៅចងទៅคล้ายទៅជាចកោមមើលទៅស្រួលណាស់បងប្អូនអត់ពិបាកទេយើងពុតស្លឹកអាស័យនៅទៅជាកតោរៀងកតោងតិចទៅឬហើយដួសអង្ករដាក់2-3ស្លាបព្រាចឹងទៅមកពេញល្មមរួចបត់ស្លឹកនឹងឆ្វេងស្ដាំហើយវត្តទៅមុខតិចចងខ្សែឥឡូវគាត់រកឃើញវិធីសាស្ត្រថ្មីគាត់អត់ដាក់ពាក់ខ្សែនឹងមេជើងទៀតទេគាត់យកខ្សែហ្នឹងទៅពាក់នឹងដៃកៅអីម្ដងឥឡូវគាត់ពាក់នឹងដៃកៅអីទីខ្សែចងចឹងមកពាក់នឹងមេជើងអញ្ចឹងទៅអន្សមនឹងវាហាត់គ្នាជាមួយក្លិនជើងខ្លះស្ងោយូរទៅងាប់មេរោគអស់បន្ទាប់តោះតិចតួចខ្លះលហែកតិចចឹងនេះដាក់ខ្នងវាខ្នងចេញក្រៅខ្នងវាចេញក្រៅហើយខ្នងវាចេញក្រៅអាណាលហែកតិចតួចដាក់2ជាន់ចឹងទៅ
có đợi đi hay ở trong máu bón hay chọn pi chọn bón đi tinh tin cái làng phết đại bót đã ở châu cái này chứ bắt đầu cái này tình này tầng tịnh cả mọi tròn thu ấy tròn thu tròn tầng lại chì lệ lạ ở chân này nhưng mà hay tích tích lắm tích tròn về máu đó បន្ទាប់ពីយើងវិចបានរួចហើយយើងរៀបចំដាក់ក្នុងឆ្នាំងទៅដាក់ទឹកមកឲ្យបើកភ្លើងដាក់ស្ងោរចុះស្ងោរក្នុងរយៈពេល2ម៉ោងបងប្អូនផ្ញើស្ងោរ2ម៉ោងដើម្បីឲ្យអង្ករតណើបរបស់យើងនំហ្នឹងគឺអង្ករតណើបហ្នឹងលាយសាច់មួយចូលគ្នាសាច់មួយទៅមានរសជាតិឆ្ងាញ់ហើយស្ងោរអស់រយៈពេល2ម៉ោងហើយយើងស្រង់ចេញមកនេះបាទជាលទ្ធផលដែលយើងស្រង់ចេញមកបន្ទាប់មកយើងបកមកនេះបកសាកមើលទៅមិនដែរបកមើលមើលទៅរៀងដូចសងក្បងមែនតើអញ្ចឹងបងប្អូនមើលទៅយើងធ្វើសងក្បងដល់ពេលយើងបានជាលទ្ធផលជាសងក្បងនឹងហើយបាទមើលទៅនេះគឺថាគួរឆ្ងាញ់ណាហើយក្តៅនេះដាក់ទៅដឹងតែឆ្ងាញ់ហើយនេះជាលក់ស្ករសបន្តិចមកឆ្ងាញ់ណាបាទនោះឃើញនៅនេះអ្នកភ្លក់មិនភ្លក់នេះគឺគាត់ប្រសាបដោយបាទដាក់ទៅគឹបដាក់យកមកចុចស្ករសអញ្ចឹងមករួចមកដាក់ក្នុងមាត់វ៉ាប់ឆ្ងាញ់បងប្អូនតើស្ងោរឲ្យលួយបន្តិចចឹងមកទៅវាឆ្ងាញ់ហើយមិនសូវបាក់ទៅពីបានទេអត់ថ្មិញក៏ទៅពីបានដែរគឺថាញ៉ាំឆ្ងាញ់មានតែប៉ុណ្្នឹងឯងបងប្អូនសុខសប្បាយទាំងអស់គ្នា